ជំរាបសួរអ៊ំពូមីងចាំមកទៀតហើយចាកម្មវិធីជាងតិចចាជាងចូលទៅក្នុងផ្ទះអស់ហើយចាមិញមេទឹកទៅភ្លៀងចប់អ៊ំពូមីងចានៅខាងយើងនេះនិយាយទៅមេឃមិញភ្លៀងឡើងល្ងឹតផ្លូវហ្មងចាតាមផ្លូវមើលគ្នាឃើញសោះចាឥឡូវនេះចាំឡើងទៅកម្មវិធីជាងឲ្យអ៊ំពូមីងមើលចានេះគឺជាផ្ទះភ្ញៀវចាជាងរបស់យើងទោះបីជាមេឃភ្លៀងក៏គាត់នៅតែធ្វើដែរទោះបីជាមេឃភ្លៀងក៏គាត់នៅតែធ្វើដែរចានេះអ៊ំពូមីងសម្រាប់អ៊ំពូមីងដែលកំពុងតែស្វែងរកវិឡាតូចាដែលមានទីតាំងចានៅជាយក្រុងជាប់ជាមួយនឹងផ្សារងាយស្រួលការរស់នៅចារស់នៅបែបលក្ខណៈឯកជនភាពសុខសុវត្ថិភាពចាមានសេវាសន្តិសុខ24ម៉ោងលើ24ម៉ោងចាហើយតម្លៃសមរម្យអាចរមើលនេះបានចាខាត់បងប្រាក់ងាយស្រួលអ៊ំពូមីងចង់បងផ្ដាច់ក៏បានបងរំលោះក៏បានហើយសម្រាប់លក្ខខណ្ឌបងរំលោះចាអ៊ំពូមីងមានដើមចូលរួមមុនត្រឹមតែ$5000ចាហើយលុយនៅសល់អ៊ំពូមីងអាចចារំលោះបានទៅដល់25ឆ្នាំរំលោះជាមួយធនាគារណាអ៊ំពូមីងចានេះសត្វរបស់ភ្ញៀវរស់នៅអ៊ំពូមីងចាភ្ញៀវរបស់យើងនៅ80%ហើយសម្រាប់អានេះគឺជាផ្លូវនិយាយភ្លេចប្រូមកនេះសត្វភ្ញៀវនៅអ៊ំពូមីងភ្ញៀវរបស់យើងនៅ80%ហើយចានៅលើផ្លូវនេះនៅសល់តែមួយផ្ទះទេអ៊ំពូមីងណាខ្លះដែលចង់បានដីធំធំពលាចាបានផ្ទះមួយបែបហ្នឹងហើយនៅសល់ដីចម្រៀងផ្ទះហ្នឹង7-8ម៉ែត្រអីទៀតអាចមើលនឹងបាននៅលើផ្លូវនេះយើងមានមួយផ្ទះបែរមុខទៅជើងដីធំបែបហ្នឹងអ៊ំពូមីងចាដីក្បាល16ក្រោយ19ស្តង់ដារយើងតែក្បាល10ទេចាអញ្ចឹងពេលយើងសង់ផ្ទះហើយវានៅសល់ដីចម្រៀង7ម៉ែត្រជាងទៀតចា7ម៉ែត្រជាងហ្នឹងអ៊ំពូមីងអាចដាក់ជាកញ្ចុះឬក៏ចង់រៀបពីសួនឬក៏ចង់ដាំសួនបន្លែសួនអីបានចាហើយតម្លៃខ្ទង់120,000ជាងទេអ៊ំពូមីងចាតម្លៃពេញ140,000ចារកការបងប្រាក់បើសិនជាបងផ្ដាច់យើងមានតម្លៃពិសេសឲ្យត្រឹមតែ125,000ម្នាក់សុទ្ធតែភ្ញៀវនៅណាអ៊ំពូមីងភ្ញៀវរបស់យើងនៅ80%អ៊ំពូមីងចាអញ្ចឹងសម្រាប់អ៊ំពូមីងដែលចាប់អារម្មណ៍ចាមកមើលហើយសិក្សាបានណាចាមកមើលហើយសិក្សាបាននេះសិក្សារបស់ភ្ញៀវអ៊ំពូមីងយ៉ាងអញ្ចឹងនៅលើផ្លូវនេះយើងសល់តែមួយទេចានៅសល់តែមួយផ្ទះហើយអត់សល់ច្រើនទេណាអ៊ំពូមីងចាសល់តែមួយផ្ទះហើយនៅលើផ្លូវនេះចាក្បាល16បណ្ដោយ19ចាហើយនេះគឺជាផ្ទះកែងអ៊ំពូមីងណាដែលចង់ឆ្លងផ្ទះកែងចានេះផ្ទះកែងណាបែរមុខទៅជើងចាសាច់ដីក្បាល10x19សាច់ផ្ទះ8x11បន្ទប់គេង4បន្ទប់ទឹក3សំណង់រៀប N20 វិឡាតូចាផ្ទះនេះអត់និយាយទៅផ្ទះនេះកាន់សោចូលនៅចង់បានផ្ទះកាន់សោចូលនៅមកមើលផ្ទះនេះបានណាចាហើយសម្រាប់ខាងក្នុងផ្ទះនេះខ្ញុំអាសាឡាយចូលទៅមើលក្នុង page ណាអ៊ំពូមីងចាឬក៏អត់ច្បាស់អីអាច add Telegram នាងខ្ញុំមកនាងខ្ញុំនឹងតម្លាក់វីដេអូក្នុងផ្ទះឲ្យមើលណាចានេះផ្ទះកាន់សោចូលនៅចាទិញភ្លាមកាន់សោចូលនៅភ្លាមចាមិនមានការរងចាំចាហើយលក្ខខណ្ឌបងប្រាក់ងាយស្រួលនោះអានោះដីធំចាស្ទះរបស់គេអ៊ំពូមីងចានោះក៏ទិញបុកគ្រឹះទិញផ្ទះមួយដីមួយអញ្ចឹងពេលសង់ផ្ទះរួចសល់ដីមួយទៀតគាត់ប៉ុនរបស់ជុំវិញចាគាត់ដាំជាដើមឈើណាទៅមើលដើមឈើហ្នឹងពេលធំទៅអូយត្រជាក់ហ្មងហើយអ្នកដែលចង់បានដីក្បាល10-20ចាក្បាល20-20 30-20អីក៏អាចមើលបានដែរគាត់អាចទិញជាដី3 ឡូចាធ្វើផ្ទះមួយទុកដី2 ឡូប៉ុនបងជុំវិញអូខ្ចីញ៉ាញ់អ៊ំពូមីងចានេះភ្ញៀវនេះក៏ទិញដីមួយផ្ទះមួយចាអញ្ចឹងហើយឃើញនៅសល់ហ៎ចាអញ្ចឹងស្អាតផ្ទះនេះបែរទៅកើទៀតណាចាអញ្ចឹងសម្រាប់លក្ខខណ្ឌរំលោះអ៊ំពូមីងមានដើមតម្លាក់មុនត្រឹមតែ$5,000ចាឬក៏មានច្រើនជាងហ្នឹង